ជំរាបសួរសួស្តីពុកម៉ែបងប្អូនថ្ងៃនេះមកធ្វើម្ហូបទៀតហើយឃើញសាច់ជ្រូកហើយនឹងត្រពាំងនេះបងប្អូនស្គាល់ជាដឹងហើយថាធ្វើម្ហូបអីណាត្រពាំងនេះដែរគឺយើងធ្វើខ្លួនឯងទេចាត្រពាំងជ្រក់នេះគ្រឿងផ្សំមានតែប៉ុណ្ណឹងមកទេតោះយើងចាប់ផ្ដើមធ្វើចាជាដំបូងយើងដាក់ខ្លាញ់ហើយដាក់ខ្ទឹមសកូរស្លឹកខ្ទឹមដើម្បីឲ្យវាឈ្ងុយយើងកូរវាឲ្យក្រហមបន្តិចមកយើងបន្ថែមនៅទឹកត្រីដើម្បីឲ្យឈ្ងុយក៏ដាក់សាច់ជ្រូកបន្ថែមមកទៀតចាអញ្ចឹងយើងឆាត្រឡប់មកឲ្យវាឆ្អិនបន្តិចយើងក៏ដាក់គ្រឿងទេសចូលសម្រាប់ខ្ញុំប្រើតែស្ករបន្តិចប៊ីចេងតែប៉ុណ្ណោះគឺខ្ញុំមិនដាក់អីផ្សេងទេព្រោះយើងកាត់បន្ថយការញ៉ាំគ្រឿងទេសឲ្យបានច្រើនបន្តិចរួចក៏ដាក់ត្រពាំងជ្រក់យើងចូលមកបងប្អូនអញ្ចឹងយើងក៏ឆាត្រឡប់បន្ទាប់មកក៏យើងដាក់ទឹកបន្តិចដើម្បីឲ្យវាចូលរសជាតិគ្នាណាបងប្អូនចាឥឡូវទឹកទាំងយើងកំពុងទៅពុះហើយជាចុងក្រោយយើងបន្ថែមនៅស្លឹកខ្ទឹមដើម្បីឲ្យវាមានរសជាតិកាន់តែឈ្ងុយហើយឃើញរំពេចពណ៌កាន់តែស្អាតនេះជាការស្រេចគឺថាទឹកទាំងយើងគឺឆ្អិនហើយបងប្អូនធ្វើជាការស្រេច